សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺអ្នកលេងចានថ្ងៃនេះយើងមកមើលគំនូរជីវចរដែលល្បីបំផុតក្នុងពេលថ្មីៗនេះសង្គ្រាមមិនអាគមអ្នកនិពន្ធរឿងកំ pl ែងគឺហ្គេងហ្គេអាគូតាមីថ្មីៗនេះសៀវភៅរឿងសង្គ្រាមមិនអាគមទើបតែបានបញ្ចប់សរុបមាន271ភាគគំនូរជីវចរគឺមានសរុប2រដូវកាលបូកជាមួយវគ្គភាពយន្តមួយគឺវគ្គ0ខាងក្រោមនេះយើងនឹងបញ្ចូលគ្នាទាំងគំនូរជីវចរនិងសៀវភៅរឿងដើម្បីមើលសាច់រឿងទាំងអស់របស់សង្គ្រាមមិនអាគមក្នុងពេលតែមួយនេះគឺជាពិភពលោកដែលមានវិញ្ញាណបន្តិចបន្តួចពិភពលោកនេះមានបណ្ដាសាដ៏គួរឲ្យខ្លាចវិញ្ញាណបណ្ដាសាបង្កហន្តរាយគ្រប់ទីក៏មានក្រុមអ្នកប្រាមិនអាគមចុះមកបង្ក្រាបបណ្ដាសាការពារពិភពមនុស្សតួឯកក្នុងរឿងមានឈ្មោះថា Yuji Itadori គេគឺជាសិស្សវិទ្យាល័យនៅ Sendai មានកាយសម្បទាដ៏រឹងមាំ Yuji ក៏បានចូលរួមក្លឹបស្រាវជ្រាវបាតុភូតអរូបីផងដែរស្របពេលជាមួយគ្នានោះ Yuji មានជីតាម្នាក់កំពុងមានជំងឺធ្ងន់ជីតាគឺជាសាច់ញាតិតែមួយគត់របស់ Yujiបានបង្រៀន Yuji ឲ្យព្យាយាមជួយអ្នកដទៃឲ្យអស់ពីសមត្ថភាពជាអកុសលជីតាបានដល់ថ្ងៃអវសាននៅថ្ងៃនេះបានចាក់ចេញពីពិភពលោកយ៉ាងស្ងប់ស្ងាត់រឿងនេះធ្វើឲ្យ Yuji មានភាពសោកសៅយ៉ាងខ្លាំងហើយកាន់តែចងចាំពាក្យបង្រៀនរបស់ជីតាបន្ទាប់មកមេកូមីមកពីសាលាមិនអាគមបានមករក Yuji មេកូមីមានអារម្មណ៍ដឹងថានៅលើខ្លួនរបស់ Yuji មានកាន់វត្ថុបណ្ដាសាកម្រិតពិសេសក៏មកដើម្បីទាមទារយកប៉ុន្តែនេះគឺជារបស់ដែល Yuji រើសបានដោយចៃដន្យតាមពិតគំនុំរបស់មនុស្សការស្អប់នឹងអារម្មណ៍អវិជ្ជមានផ្សេងៗនឹងបង្កើតទៅជាបណ្ដាសាហើយកន្លែងជាច្រើននឹងប្រើវត្ថុបណ្ដាសាដ៏អាក្រក់ដើម្បីបណ្ដេញវិញ្ញាណអាក្រក់ប៉ុន្តែនៅពេលដែលយន់បិទបាំងវត្ថុបណ្ដាសាធូររលុងនោះវត្ថុបណ្ដាសាដ៏អាក្រក់នឹងក្លាយទៅជាចំណីរបស់វិញ្ញាណបណ្ដាសាទៅវិញមេកូមីមកទីនេះគឺដើម្បីប្រមូលយកវត្ថុបណ្ដាសាកម្រិតពិសេសសម្រាប់ដៃរបស់ស៊ូគូណាប៉ុន្តែមុននេះ Yuji បានប្រគល់វត្ថុបណ្ដាសាទៅឲ្យក្លឹបស្រាវជ្រាវបាត់ទៅហើយបន្ទាប់មកមេកូមីក៏ប្រញាប់នាំ Yuji ទៅសាលារៀននៅកន្លែងមួយទៀតមិត្តរួមថ្នាក់ក្លឹបអរូបីបានដោះយន់វត្ថុបណ្ដាសាចេញបានឃើញម្រាមដៃមួយមិននឹកស្មានថាមានក្រុមវិញ្ញាណបណ្ដាសាត្រូវតាក់ទាញមកមិត្តរួមថ្នាក់ទាំងពីរស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិតក្នុងពេលមានគ្រោះថ្នាក់មេកូមីនិង Yuji បានមកដល់សាលាមេកូមីបានកោះហៅសัตว์សុំកទេពខ្មៅដើម្បីប្រយុទ្ធជាមួយវិញ្ញាណបណ្ដាសា Yuji ក៏បានលេចមុខទាន់ពេលវេលាជួយសង្គ្រោះមិត្តរួមថ្នាក់ដែលស្ទើរតែត្រូវគេស៊ីចុងក្រោយមេកូមីបានចេញមុខកម្ចាត់វិញ្ញាណបណ្ដាសាទាំងអស់មិននឹកស្មានថាមានវិញ្ញាណបណ្ដាសាដ៏ខ្លាំងមួយទៀតបានវាយប្រហារភ្លាមៗដោយសារតែការធ្វើប្រហែសមេកូមីត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរពេលនេះ Yuji បានខិតខំជួយប្រយុទ្ធជាមួយវិញ្ញាណបណ្ដាសាប៉ុន្តែបែរជាធ្លាក់ក្នុងគ្រោះថ្នាក់ទៅវិញដើម្បីទទួលបានថាមពលមុនអាគមប្រឆាំងនឹងវិញ្ញាណបណ្ដាសាដើម្បីសង្គ្រោះអ្នកគ្រប់គ្នា Yuji បានលេបវត្ថុបណ្ដាសាកម្រិតពិសេសចូលទៅក្នុងពោះបន្ទាប់មកទ្វារបានបើកយ៉ាងដូចនេះវិញ្ញាណបណ្ដាសាត្រូវបាន Yuji សម្លាប់ក្នុងមួយពព្រិចភ្នែកប៉ុន្តែ Yuji ត្រូវបានវត្ថុបណ្ដាសាចូលសន្ធិដ្ឋនិងមានសភាពឈួតលីលីផ្ទៃមុខរបស់គេបានផ្លាស់ប្ដូរបានគំរាមថានឹងសម្លាប់មនុស្សទូទាំងពិភពលោកហេតុការណ៍ចម្លែកបានកើតឡើងម្ដងទៀតស្មារតីរបស់ Yuji ស្រាប់តែលេចចេញមកម្ដងទៀតគេអាចកម្ចាត់ឥទ្ធិពលវត្ថុបណ្ដាសាកម្រិតពិសេសបានទទួលបានសិទ្ធិគ្រប់គ្រងរាងកាយឡើងវិញពេលនេះមេកូមីសម្រេចចិត្តចាត់ទុក Yuji ជាបណ្ដាសាហើយធ្វើការកម្ចាត់ស្របពេលនោះគ្រូរបស់មេកូមីគឺសាតូរូកូជូបានលេចមកភ្លាមៗគូជូបានស្នើឲ្យ Yuji បញ្ចេញវត្ថុបណ្ដាសាកម្រិតពិសេសស៊ូគូណានៅក្នុងខ្លួនគាត់រៀបចំសាកល្បងសមត្ថភាពរបស់គូប្រកួតពេលវេលាគឺត្រូវគ្រប់គ្រងក្នុងរយៈពេល12នាទីទោះបីជាស៊ូគូណាពិបាកទប់ទល់ខ្លាំងក៏ដោយប៉ុន្តែគូជូបាននិយាយថាខ្លួនឯងខ្លាំងបំផុតនិយាយមិនទាន់ផុតម៉ាត់ផង Yuji ក៏បានបញ្ចេញវត្ថុបណ្ដាសាដើម្បីបើកការវាយប្រហារណាណាអាឈីពួកយើងអាចធ្វើការណាត់ជួបគ្នាបានមិននឹកស្មានថា Yuji អាចធ្វើតាមការសន្យាដណ្ដើមសិទ្ធិគ្រប់គ្រងរាងកាយមកវិញបន្ទាប់មកគូជូបានវាយ Yuji ឲ្យសន្លប់ហើយបាននាំគេចេញទៅរយៈពេលយូរបន្តិចក្រោយមក Yuji បានដឹងខ្លួនកាលពីដើមពិភពមុនអាគមរៀបចំនឹងសម្លាប់ Yuji ដែលបានខ្លាចជាកន្លែងស្នាក់នៅរបស់ស៊ូគូណាសំណាងល្អដែលគូជូបានសុំអង្វរជំនួសទើបអាចបដូរទោសប្រហារជីវិតទៅជាការពន្យាពេលតាមពិតវត្ថុបណ្ដាសាកម្រិតពិសេសគឺជាស្ដេចបណ្ដាសាកាលពី1000ឆ្នាំមុនម្រាមដៃរបស់រីយ៉ូមេនស៊ូគូណាមានដៃ4និងម្រាមដៃ8ពេលនេះពិភពមុនអាគមបានរក្សាទុកម្រាមដៃចំនួន6ចំណែកភ្នែកដែលនៅសល់គឺរីប៉ាយនៅគ្រប់ទីកន្លែងបច្ចុប្បន្នបច្ចេកទេសរបស់អ្នកប្រាមិនអាគមមិនអាចបំផ្លាញម្រាមដៃរបស់ស៊ូគូណាដោយផ្ទាល់បានទេដូច្នេះហើយគូជូសម្រេចចិត្តឲ្យ Yuji លេបម្រាមដៃទាំងអស់
រួចសឹមសម្រាប់យូជីចោលមានតែវិធីនេះទេទើបអាចកម្ចាត់ស៊ូគូណាបានហើយយូជីក៏ព្រមទទួលយកជោគវាសនាឈានជើងចូលទៅក្នុងដំណើរប្រយុទ្ធជាមួយបិសាចដែលពោពេញដោយភាពមិនច្បាស់លាស់បន្ទាប់មកយូជីបានលាមិត្តរួមថ្នាក់និងបានបូជាសពជីតារបស់គេស្ថិតនៅក្រោមការអំដំណើររបស់កូជូបានលេបបំរាមដៃទី2របស់ស៊ូគូណាលើកនេះយូជីនៅតែអាចទប់ទល់ស៊ូគូណាបានធ្វើឲ្យកូជូមានការកោតសរសើរបន្ទាប់មកកូជូបាននាំយូជីទៅកាន់ទីក្រុងតូក្យូសាលាជាន់ខ្ពស់បណ្ដុះបណ្ដាលមន្តអាគមដែលហៅកាត់ថាសាលាមន្តអាគមតូក្យូនេះគឺជាស្ថាប័នអប់រំមន្តអាគមតែពីរគត់នៅក្នុងប្រទេសជប៉ុនតាមផ្លូវស៊ូគូណាតែងតែលេចចេញពីរាងកាយរបស់យូជីម្ដងម្កាលដើម្បីចំអកឲ្យកូជូតាមពិតស៊ូគូណាគឺជាអត្ថភាពដូចជាបិសាចកាលពី1000ឆ្នាំមុននៅពេលនោះទោះបីជាអ្នកប្រាំមន្តអាគមទាំងអស់រួមដៃគ្នាក៏នៅតែមិនមែនជាគូប្រកួតរបស់គេដែរបន្ទាប់ពីស៊ូគូណាស្លាប់រាមដៃរបស់គេត្រូវបានកែច្នៃទៅជាវត្ថុបណ្ដាសានិងបន្សល់ទុកដល់បច្ចុប្បន្នរីយ៉ូមែនស៊ូគូណាគឺស័ក្តិសមជាស្តេចបណ្ដាសាពិតប្រាកដត្រឡប់មកបច្ចុប្បន្នវិញយូជីបានសួរកូជូថាតើគាត់នឹងស៊ូគូណាមួយណាខ្លាំងជាងពេលឮបែបនេះកូជូបានឆ្លើយដោយទំនុកចិត្តថាបន្ទាប់មកយូជីបានជួបជាមួយនាយកសាលាមន្តអាគមតូក្យូម៉ាសាមេជីយ៉ាកាគឺជាគ្រូជំនាញក្នុងការបង្កើតតុក្កតាបណ្ដាសាលើកនេះយូជីបានឆ្លងកាត់ការសាកល្បងរបស់នាយកដោយជោគជ័យនិងបានបញ្ចប់ការចូលរៀនតាមពិតអ្នកដែលអាចចូលរៀននៅសាលាតូក្យូមានមិនច្រើនទេសិស្សឆ្នាំទី1នៅក្នុងចំនួននេះបារ៉បបញ្ចូលទាំងយូជីគឺមានតែ3នាក់ប៉ុណ្ណោះទី1គឺមេកូមីម្នាក់ទៀតគឺមានរាងកាយរឹងមាំនិងមានចិត្តក្លាហានឈ្មោះណូបារ៉ាគូគីសាគីថ្ងៃនេះកូជូបាននាំសិស្សទាំង3នាក់មកកាន់អគារបោះបង់ចោលមួយនៅក្នុងអគារមានលក្ខវិញ្ញាណបណ្ដាសានេះគឺជាការប្រឡងដែលកូជូបានរៀបចំគាត់ក៏បានឲ្យកម្មបិតមិនអាគមមួយទៅយូជីបន្ទាប់មកយូជីនិងណូបារ៉ាបានចាប់ផ្ដើមធ្វើសកម្មភាពដោយវាយលុកជួទៅក្នុងអគារពួកគេបានជួបវិញ្ញាណបណ្ដាសាជាច្រើននិងបានកម្ចាត់ពួកវាដោយជោគជ័យពេលនេះយូជីមានថាមពលមិនអាគមនៅក្នុងខ្លួនសមត្ថភាពមិនធម្មតាឡើយចំណែកណូបារ៉ាចេះប្រើវត្ថុមិនអាគមញូនិងដៃគោប៉ុន្តែមានវិញ្ញាណបណ្ដាសាដ៏ល្បិចកលមួយបានចាប់ក្មេងម្នាក់ដើម្បីគំរាមឲ្យណូបារ៉ាទម្លាក់អាវុធចុះក្នុងពេលមានគ្រោះថ្នាក់នោះយូជីបានចេញមកពីខាងក្រោយដើម្បីជួយសង្គ្រោះក្មេងណូបារ៉ាប្រើមន្តអាគមម្ចាត់បណ្ដាសាយ៉ាងដូចនេះយូជីនិងណូបារ៉ាបានបញ្ចប់ការសាកល្បងតាមពិតណូបារ៉ាមកពីចិនបោះកាលពីក្មេងមានបងស្រីម្នាក់មកពីតូក្យូឈ្មោះសាអូរ៉លល្អចំពោះណូបារ៉ាណាប៉ុន្តែត្រឡប់ទៅតូក្យូវិញដោយសារគេរើសអើងដូច្នេះណូបារ៉ាស្អប់ជីវិតនៅចិនបោះប្រាថ្នាចង់ទៅតូក្យូក្រោយមកនាងក៏ចូលរៀននៅសាលាតូក្យូហើយចង់ជួបសាអូរម្ដងទៀតបន្ទាប់ពីចប់រឿងនេះអ្នកទាំងអស់គ្នាទទួលបានព័ត៌មានទៅកាន់មន្ទីរឃុំឃាំងដែលមានកូនបណ្ដាសាកម្រិតពិសេសគ្រោះថ្នាក់ខ្លាំងណាស់យោងតាមការបែងចែករបស់ពិភពមន្តអាគមវិញ្ញាណបណ្ដាសាមាន5កម្រិតពីទាបទៅខ្ពស់គឺ4321និងកម្រិតពិសេសលើកនេះគូជុំមានធរៈផ្សេងពួកគេទាំង3នាក់ត្រូវបំពេញបេសកកម្មដោយខ្លួនឯងពួកគេត្រូវបានប្រាប់ដោយអ្នកគ្រប់គ្រងជំនួយប្រសិនបើជួបវិញ្ញាណបណ្ដាសាត្រូវតែរកវិធីរកគេចមិនយូរប៉ុន្មានបេសកកម្មចាប់ផ្ដើមដោយមិនរលូនសោះគ្រាន់តែចូលដល់មន្ទីរឃុំឃាំងភ្លាមណូបារ៉ាបានធ្លាក់ចូលទៅក្នុងដីបាត់ស្រមោលវិញ្ញាណបណ្ដាសាក៏លេចមុខនៅចំពោះមុខយូជីនិងមេកូមីវិញ្ញាណបណ្ដាសាមិនត្រឹមតែស្នាប់ឈឹមបានសម្លាប់សត្វស៊ុំខូទេពថែមទាំងកាត់ផ្ដាច់ដៃរបស់យូជីយ៉ាងងាយស្រួលពេលនេះប្រឈមមុខនឹងសត្រូវដ៏ខ្លាំងយូជីសម្រេចចិត្តបញ្ចេញស៊ូគូណាគេសុំឲ្យមេកូមីទៅរកណូបារ៉ាហើយរត់ចេញសិនដោយសារធម្មជាតិសាហាវរបស់ស៊ូគូណាអាចនឹងធ្វើឲ្យមេកូមីនិងណូបារ៉ាជួបគ្រោះថ្នាក់ដូច្នេះក្នុងអំឡុងពេលនេះយូជីត្រូវតែទប់ទល់ការវាយប្រហារតែម្នាក់ឯងធ្វើឲ្យយូជីធ្លាក់ក្នុងស្ថានភាពតច្រកប្រឈមមុខនឹងការភ័យខ្លាចនៃសេចក្តីស្លាប់ក្នុងគ្រាមានអាសន្នយូជីនឹកឃើញការបង្រៀនរបស់ជីតានិងនាយកសាលាគេក៏បញ្ចេញថាមពលវាយទៅលើវិញ្ញាណបណ្ដាសាការវាយនេះធ្វើឲ្យវាបដូរពីវាយប្រហារមកការពារវិញទិញពេលវេលាបានច្រើនពេលនោះមេកូមីបានរកឃើញណូបារ៉ាដែលកំពុងត្រូវឡោមព័ទ្ធគេបានជួយសង្គ្រោះណូបារ៉ាដែលរងរបួសអ្នកទាំងពីររត់ចេញពីទីនោះបន្ទាប់មកលេងស្ទាក់ស្ទើរទៀតបញ្ចេញស៊ូគូណាភ្លាមដើមឡើយស៊ូគូណាគ្រាន់តែព្យាបាលរាងកាយដែលរបួសមិនខ្វល់នឹងវិញ្ញាណបណ្ដាសាទេប៉ុន្តែវាបែរជាវាប្រហារដោយមិនដឹងកម្លាំងខ្លួននេះបានដុតបញ្ឆេះកំហឹងរបស់ស៊ូគូណាវាបោះទៅវិញយ៉ាងសាហាវសមត្ថភាពរបស់អ្នកទាំងពីរខុសគ្នាដូចមេឃនិងដីត្រឹមតែមួយប៉ព្រិចភ្នែកវិញ្ញាណបណ្ដាសាត្រូវបានហែកជាបំណែកជាប់ជញ្ជាំងស៊ូគូណាថែមទាំងបញ្ចេញដែនកំណត់ទៀតផង